សួស្តីអ្នកទាំងអស់គ្នា Hello និយាយទៅយើងខានជួបគ្នាយូរខ្លាំងមែនតើអ្នកទាំងអស់គ្នាដោយសារតែខ្ញុំរវល់ការងារខ្ញុំខ្លាំងមែនតើនិយាយទៅគឺខ្ញុំមិនមានញឹកមួយការងារខ្ញុំអញ្ចឹងទៅគឺខ្ញុំបានចេញវីដេអូអីថ្មីសម្រាប់ដោះមើលឲ្យអ្នកទាំងអស់គ្នាប៉ុន្តែវាស្របពេលទៅនឹងថ្ងៃនេះគឺជាឆ្នាំថ្មីថ្ងៃ1ខែ1ឆ្នាំ2026អញ្ចឹងក៏ខ្ញុំចង់ដោះបៀមើលទៅកាន់អ្នកទាំងអស់គ្នានៃអ្នកដែលមើលវីដេអូខ្ញុំទាំងអស់ដែលខ្ញុំចង់ដឹងថាតើពួកគាត់ត្រូវដឹងរឿងអីខ្លះសម្រាប់ថ្ងៃទី1ខែ1ឆ្នាំ2026ឆ្នាំថ្មីហ្នឹងខ្ញុំមើលឃើញថាអ្នកទាំងអស់គ្នាគឺមានការតស៊ូអំណត់ព្យាយាមនៅក្នុងជីវិតអ្នកទាំងអស់គ្នាខ្លាំងមែនតើនិយាយទៅអ្នកទាំងអស់គ្នាគឺរឹងមាំអ្នកទាំងអស់គ្នាមានទំនួលខុសត្រូវអ្នកទាំងអស់គ្នាមានភាពជាអ្នកដឹកនាំអ្នកទាំងអស់គ្នាមានការទទួលរ៉ាប់រងច្រើនខ្លាំងមែនតើហើយអ្នកទាំងអស់គ្នាទោះបីជាហត់នឿយមិនក៏ដោយអ្នកទាំងអស់គ្នានៅតែព្យាយាមផ្ដល់អីឲ្យខ្លួនឯងបានថាក្រោយពីការខិតខំប្រឹងប្រែងធ្វើការងារអ្នកទាំងអស់គ្នាត្រឡប់បានមកវិញនៅប្រាក់កាសលុយកាសឬក៏ការផ្ដល់អ្វីៗឲ្យខ្លួនឯងផ្សេងអញ្ចឹងទៀតទៅដែលអ្នកទាំងអស់គ្នាអាចផ្ដល់ឲ្យខ្លួនឯងបានតែនៅក្នុងកំឡុងពេលខ្ញុំឃើញនេះគឺខ្ញុំឃើញថាអ្នកទាំងអស់គ្នាកំពុងតែជ្រើសរើសការនៅម្នាក់ឯងប៉ុន្តែអ្នកទាំងអស់គ្នាអត់ធ្មត់អ្នកទាំងអស់គ្នាស្ងៀមស្ងាត់មានឱកាសជាច្រើនដែលព្យាយាមចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាប៉ុន្តែអ្នកទាំងអស់គ្នាមើលរំលងបានន័យថារឿងរ៉ាវមួយចំនួនខ្លះអ្នកទាំងអស់គ្នាអត់ទាន់ធ្វើការសម្រេចចិត្តទេពីព្រោះដោយសារតែអ្នកទាំងអស់គ្នាគឺចង់ជ្រើសរើសការសម្រេចចិត្តនៅក្នុងការនៅម្នាក់ឯងជាមុនសិនព្រោះការនៅម្នាក់ឯងរបស់អ្នកទាំងអស់គ្នាអាចធ្វើអ្នកទាំងអស់គ្នាមានការពិចារណាហើយមានភាពល្អិតល្អន់នៅក្នុងការជ្រើសរើសឬក៏សម្រេចចិត្តទៅលើឱកាសណាមួយដែលវាសមស្របទៅនឹងពេលវេលារបស់អ្នកទាំងអស់គ្នាប៉ុន្តែទន្ទឹមនឹងការដែលអ្នកទាំងអស់គ្នានៅម្នាក់ឯងវាក៏មានរឿងរ៉ាវមួយចំនួនវាក៏ត្រូវផ្លាស់ប្ដូរវាដល់ពេលវេលាដែលវាត្រូវផ្លាស់ប្ដូរអ្នកទាំងអស់គ្នាបានន័យថារឿងរ៉ាវចាស់វាត្រូវបានដួលរលំឬក៏ជីវិតអ្នកទាំងអស់គ្នានៅក្នុងស្ថានភាពមួយចំនួនគឺត្រូវតែបានដួលរលំបានន័យថារឿងចាស់គឺវាត្រូវជំរុះចោលហើយវានឹងកើតឡើងនៅរឿងល្អៗមួយចំនួនដែលត្រូវចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាបន្ទាប់ពីរឿងមួយចំនួនរបស់អ្នកទាំងអស់គ្នាត្រូវបានជំរុះចោលអស់ហើយអញ្ចឹងវានឹងមានការចាប់ផ្ដើមថ្មីមួយនៅក្នុងតំណែងទាំងខ្ញុំមិនដឹងថាតំណែងនេះក្នុងតំណែងទេវាអាចនឹងស្នេហាមិត្តភាពឬក៏ដៃគូសហការធ្វើអីផ្សេងហ្នឹងទៅគ្រាន់តែខ្ញុំឃើញថាវានឹងមានការចាប់ផ្ដើមថ្មីទៅលើតំណែងអ្វីមួយអញ្ចឹងអ្នកទាំងអស់គ្នាអាចមានតំណែងអីមួយដែលវិញចាប់ផ្ដើមថ្មីទៅលើរឿងរ៉ាវជីវិតរបស់អ្នកទាំងអស់គ្នាបន្ទាប់មកទៀតបន្ទាប់ពីមានការចាប់ផ្ដើមតំណែងហើយរឿងរ៉ាវមួយចំនួនវានឹងល្អប្រសើរបានន័យថាគ្រប់ការខិតខំប្រឹងប្រែងរបស់យើងម្នាក់វាដល់ទីបញ្ចប់អ្នកទាំងអស់គ្នាបានន័យថាបន្ទាប់ពីភាពហត់នឿយយើងជាច្រើនកន្លងមកគឺវាដល់ពេលវេលាដែលនឹងត្រូវផ្ដល់នៅភាពត្រឹមត្រូវមួយភាពយុត្តិធម៌ឬក៏អ្វីដែលវាស័ក្តិសមដែលយើងនឹងទទួលបានអញ្ចឹងមិនថាអ្នកទាំងអស់គ្នាគឺស័ក្តិសមទទួលបានឬមួយចំនួនព្រោះវាដល់ពេលដែលអ្នកទាំងអស់គ្នាត្រូវទទួលបានវាក្រោយពីការហត់នឿយការជំនះនៅរាល់បញ្ហាទាំងអស់ហើយវាដល់ពេលដែលចក្រវាលចង់ឲ្យអ្នកទាំងគ្នាដឹងថាវាគឺជាពេលវេលារបស់អ្នកទាំងអស់គ្នាដែលសមស្របទៅនឹងទទួលបានរឿងល្អៗមួយចំនួនចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាហើយខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួបរឿងល្អៗពីព្រោះឥឡូវវាគឺជាឆ្នាំថ្មីហើយវាគឺជាការចាប់ផ្ដើមបើកទំព័រថ្មីហ្មងគឺសម្រាប់ឆ្នាំ2026អញ្ចឹងក៏សង្ឃឹមថាអ្នកទាំងអស់គ្នាដែលមើលវីដេអូរបស់ខ្ញុំហើយ energy ដែលខ្ញុំចាប់បាននេះគឺខ្ញុំចាប់បានពីជុំវិញខ្លួនខ្ញុំគឺអ្នកទាំងអស់គ្នានឹងឯងអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួបរឿងដែលល្អៗថ្មីហើយជោគជ័យជាពិសេសគឺសូមថែរក្សាផ្លូវចិត្តឲ្យល្អមិនថាអ្នកទាំងអស់គ្នាជួបរឿងអីក៏ដោយតែខ្ញុំចង់សូមអ្នកទាំងអស់គ្នាមែនតើគឺថែរក្សាផ្លូវចិត្តឲ្យល្អព្រោះការណាដែលយើងថែរក្សាផ្លូវចិត្តយើងឲ្យល្អវាគឺជាចុះហ៊ានដំបូងដែលយើងអាចឈានទៅចាប់ឱកាសផ្សេងដែលចូលមកក្នុងជីវិតយើងបានហើយនៅពេលដែលយើងចាប់ទៅគឺអត់សូវផ្លាត់ទេអ្នកនរដោយសារទី1គឺផ្លូវចិត្តយើងរឹងមាំអញ្ចឹងរឿងអីដែលចូលមកក្នុងជីវិតយើងគឺប៉ះយើងគឺអត់ងាយគេថាប៉ះយើងវាអត់មានឥទ្ធិពលអីមកលើជីវិតយើងខ្លាំងណាអញ្ចឹងទៅពេលដែលយើងធ្វើអីមួយគឺយើងរៀងរលូនហ្មងទោះបីជាមានបញ្ហាអីតិចតួចមែនតែដោយសារផ្លូវចិត្តយើងរឹងមាំអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានសង្ឃឹមថាអ្នកទាំងអស់គ្នាជួបរឿងល្អៗនៅក្នុងឆ្នាំថ្មីទាំងអស់គ្នា